នេះគឺជាទូរស័ព្ទដៃ Honor 400 Pro អ្នកទាំងអស់គ្នាគឺជាទូរស័ព្ទដៃ mid range របស់ក្រុមហ៊ុន Honor ដែលគេចេញជារៀងរាល់ឆ្នាំដែលខ្ញុំបានធ្វើវីដេអូ review ជូនអ្នកទាំងអស់គ្នាមុនដែរពី model មុនគឺ Honor 200 Pro អត់បានធ្វើ300 Pro ទេគួរឲ្យសោកស្ដាយដែរតែមានបទពិសោធន៍ប្រើប្រាស់យូរគួរសមជាមួយនឹង Honor 400 Pro នេះទោះបីជាទូរស័ព្ទដៃ Honor 500 Pro ចេញហើយក៏ប៉ុន្តែមុននឹងយើងធ្វើការផ្លាស់ប្ដូរចំណាប់អារម្មណ៍ទៅទូរស័ព្ទដៃ Honor 500 Pro យើងក៏មិនគួររំលងសមត្ថភាពរបស់ Honor 400 Pro នេះដែរព្រោះថាតិចទៀតគឺមានមកទឹកច្រើនមែនទែននៅលើទីផ្សារអញ្ចឹងចង់ដឹងថាតើទូរស័ព្ទដៃ Honor 400 Pro មានសមត្ថភាពយ៉ាងណាខ្លះតោះចូលទៅមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាសួស្តីទាំងអស់គ្នាហ្នឹងហើយស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងយើងនឹងចូលមកមើលទូរស័ព្ទដៃ Honor 400 Pro ទាំងអស់គ្នាគឺជាទូរស័ព្ទដៃ mid range មួយរបស់ក្រុមហ៊ុន Honor ដែលបំពាក់ស្ពេចហើយនឹងកញ្ចប់តម្លៃមកគួរសមល្មមឲ្យយើងប្រើប្រាស់ខ្លាំងមែនទែន Honor គឺជា brand មួយកំពុងតែវាយលុកទីផ្សារប្រទេសកម្ពុជាយើងមែនទែននៅពេលបច្ចុប្បន្ននេះមិនថាទាំង flagship ហើយទាំង mid range របស់គេឬក៏ជា budget device ទេគឺគេមានគ្រប់ range តែម្ដងនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាយើងនេះពេលតែពេលខ្លះ flagship របស់គេយកចូលមកជាផ្លូវការជាផលិតផលសកលដូចទៅនឹង Honor Magic 5 Pro ឬក៏ Magic 6 Pro ឃើញថាឆ្នាំនេះ Magic 7 Pro មិនត្រូវបានក្រុមហ៊ុនយកមកជាផ្លូវការទេក៏ប៉ុន្តែយ៉ាងណាក៏វត្តមានទូរស័ព្ទដៃ flagship របស់ Honor នៅតែមានវត្តមាននៅលើទីផ្សាររបស់ប្រទេសកម្ពុជាយើងអញ្ចឹងតែអ្នកនរគ្នាអាចរកបាននៅហាងទូរស័ព្ទដៃផ្សេងៗដូចជា Henley Premium Store ជាដើមអញ្ចឹងនេះគឺជា mid range device របស់គេក៏ប៉ុន្តែគេញាត់មកវិញជាមួយនឹង spec ដ៏អស្ចារ្យហើយជាមួយនឹងប្រព័ន្ធកាមេរ៉ាដែលយើងអាចទទួលយកបានមែនទែនពីក្រុមហ៊ុន Honor ទូរស័ព្ទដៃនេះពេលដែលទិញបើកប្រអប់ថ្មីមានតម្លៃប្រហាក់ប្រហែលជាង$500ដែលជាផ្លាកតម្លៃផ្លូវការដែល Honor បានដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាយើងនេះក្នុងកញ្ចប់តម្លៃប៉ុណ្នេះអ្នកទាំងអស់គ្នានឹងទទួលបានការរចនាដ៏មានគុណភាពខ្ពស់មួយប្រព័ន្ធកាមេរ៉ាដ៏មានគុណភាពល្អមួយក្នុងចំណោមទូរស័ព្ទដៃ mid range ផ្សេងៗ performance ជាមួយនឹងប្រព័ន្ធដំណើរការរបស់វាល្អ Snapdragon 8 Generation 3ហើយជាមួយនឹងអេក្រង់ហើយនឹង speaker ដ៏មានគុណភាពផងដែរអញ្ចឹងក៏លេចចូលមកមើលរូបរាងបែបបត់និងការរចនារបស់វាទាំងអស់គ្នាយើងឃើញថាទូរស័ព្ទដៃនេះគឺ Honor ធ្វើមកមានប្រណិតភាពខ្លាំងមែនទែនអ្នកទាំងអស់គ្នាយើងក៏លេចតែមកឆ្វាច់គឺយើងឃើញថាទូរស័ព្ទដៃនេះមិនសមទូរស័ព្ទដៃដែលមានតម្លៃ$500ទេរូបរាងបែបបត់វាមានលក្ខណៈថ្លៃហើយនឹង premium ទេអ្នកនរគ្នាសូម្បីតែការបំពាក់ material មកក៏វាមានលក្ខណៈល្អដែរទាំងខាងមុខគឺក្រៅកញ្ចក់ការពាររឹងមាំដែល Honor មិនបានប្រាប់ថាវាជាប្រភេទកញ្ចក់អីទេតែខាងក្រោយក៏វាជាប្រភេទកញ្ចក់ដែរអ្នកនរគ្នាមិនមែនជាប្រភេទជ័រ polycarbonate ទេអញ្ចឹងឡើយនេះគឺវាល្អមែនទែនកញ្ចក់ទាំងមុខនិងខាងក្រោយអ្វីដែលស្ទើរគឺនៅ frame របស់វាគឺជា plastic frame ទេអ្នកនរគ្នាតែបើសិនជាអ្នកនរគ្នាចាប់កាន់វានៅក្នុងដៃអ្នកនរគ្នាមិនអាចដឹងថាវាជា plastic បានទេដូចខ្ញុំអញ្ចឹងបើសិនជាខ្ញុំអត់មើល spec ហើយខ្ញុំចាប់កាន់វាប្រើតែម្ដងគឺខ្ញុំគិតថាវាគឺជាលោហៈធាតុអលុយមីញ៉ូមអញ្ចឹង Honor បានឈូសរចនា frame របស់វាមានលក្ខណៈស្អាតទាលក្តោបជាមួយនឹងកញ្ចក់ទាំងសងខាងនេះធ្វើឲ្យការចាប់កាន់របស់យើងមានលក្ខណៈល្អប្រសើរហើយនឹងស្រួលកាន់មែនទែនអ្នកទាំងអស់គ្នាហើយពណ៌ខ្មៅដែលខ្ញុំទទួលបាននេះគឺវាខ្មៅក្រឹបទាំងស៊ុំហើយនឹងទាំងខ្នងរបស់វាលេចចូលគ្នាជាមួយនឹងការរចនាកន្លែងដាក់កាមេរ៉ារបស់វាមួយដុំនេះគឺស៊ីគ្នាស្អាតល្អមែនទែនអ្នកទាំងអស់គ្នាមិនត្រឹមតែប៉ុណ្្នឹងទេ Honor ក៏បានបំពាក់អាវក្រោះការពារទឹក IP68 មិនអស់ចិត្តតែប៉ុណ្្នឹងទេគេបំពាក់អាវក្រោះការពារទឹក IP69 មកលើនេះទៀតគឺទាំងពីរតែម្ដង IP68 IP69 ដែលអាចទ្រាំទ្រនឹងអ្នកទាំងអស់គ្នាបាញ់ទឹកពីលើនេះពីទឹកទយោរបស់យើងឬក៏ដាក់វាចូលម៉ាស៊ីនលាងចានហ្មងក៏បានដែរ IP69 នៅតែអាចទ្រាំទ្របានអញ្ចឹងការការពារប្រព័ន្ធការពារទឹកអីនៅលើនេះគឺអស្ចារ្យខ្លាំងអ្នកទាំងអស់គ្នាខ្ញុំអាចនិយាយចឹងបានមករឿងទឹកមករឿងដីធូលីអីនេះអ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភទេគ្មានបញ្ហាអ្វីទាំងអស់នៅលើទូរស័ព្ទដៃ Honor 400 Pro នេះអញ្ចឹងមកកលេចមកមើលមកជុំទូខ្លួនរបស់វាគឺនៅខាងក្រោមមានរុនដាក់ SIM បាន2ជាមួយនឹង microphone រុន USB-C ហើយនឹង speaker grill ដែលជាប្រភេទ stereo ចាប់ដៃគូរបស់វាមួយគ្រាប់ទៀតនៅខាងលើនៅកន្លែង earpiece នៅខាងស្ដាំគឺប៊ូតុងចាក់សោគឺនៅខាងក្រោមប៊ូតុងទម្លាក់ទឡានសំឡេងនៅខាងលើគឺមាន microphone មួយគ្រាប់ទៀត IR blaster គឺយើងអាចបញ្ជាបិទបើកម៉ាស៊ីនត្រជាក់ឬក៏ទូរទស្សន៍យើងបានអញ្ចឹងមកកញ្ចប់ទូខ្លួនរបស់ទូរស័ព្ទដៃ Honor 400 Pro ខ្ញុំគិតថាវាអត់ស័ក្តិសមនឹងតម្លៃជាង$500ហ្នឹងទេអ្នកទាំងអស់គ្នាតម្លៃជាង$500គឺខ្ញុំនិយាយថ្មីបើកប្រអប់ណាអ្នកទាំងអស់គ្នាឥឡូវនេះបើសិនជាមកទឹកវិញគឺអត់ដល់$500ទេអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាទទួលបានទូរស័ព្ទដៃមួយដែលមានរូបរាងប្រណិតហើយនឹងការការពារយ៉ាងល្អមែនទែនបើប្រៀបធៀបទៅនឹងទូរស័ព្ទដៃ mid range ដទៃទៀតនៅក្នុងទីផ្សាររបស់យើងបច្ចុប្បន្ននេះអញ្ចឹងចូលមកមើលអេក្រង់គឺជាកន្លែងដែលខ្ញុំ surprise មួយទៀតអ្នកទាំងអស់គ្នាដោយសារតែវាជាប្រភេទអេក្រង់ល្អប្រភេទ AMOLED មានទំហំ 6.7 អ៊ីងហើយអាចបង្ហាញទឹកពណ៌បានរហូតដល់ 1000 លានពណ៌មាន refresh rate រហូតដល់ 120Hz support HDR ហើយនឹង peak brightness របស់វាបានរហូតដល់ 5000 nits អ្នកទាំងអស់គ្នាគឺវាភ្លឺខ្លាំងមែនទែនខ្ញុំប្រើប្រាស់ទូរស័ព្ទដៃនេះអត់ខ្វល់ថាវានៅក្រោមថ្ងៃឬក៏នៅក្នុងម្លប់ទេ
គឺអេក្រង់វាយើងមើលបានធម្មតាមិនមែនជាបញ្ហាទាំងអស់តែម្ដងអេក្រង់របស់វាគឺលាតសន្ធឹងផ្ទៃអេក្រង់ជាមួយនឹងតួខ្លួននឹងរហូតដល់ 89.5% អ្នកទាំងអស់គ្នា resolution គឺ Full HD Plus ដងសតេអេក្រង់460 ppi អញ្ចឹងវាម៉ត់ខៃតែម្ដងនៅលើនេះហើយយើងមិនទាមទារឲ្យវាមាន 2K អេក្រង់អីទេក្នុងកញ្ចប់តម្លៃប៉ុណ្ណេះគឺ Full HD Plus នេះគឺវាបម្រើយើងបានល្អគួរសមហើយជាមួយនឹងការមើល YouTube រហូតដល់ 2K ហើយនឹង gaming នេះគឺវា support បានពេញលេញល្អជាមួយនឹងការរត់ជាមួយនឹងល្បឿន Snapdragon 8 Gen 3នេះអញ្ចឹងយើងមិនទាមទាររហូតដល់អេក្រង់ 2K ទេគឺវាអត់ចាំបាច់ទេនៅក្នុងកញ្ចប់ space របស់ទូរស័ព្ទដៃកម្រិត mid range មួយនេះមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នានៅខាងក្រោមអេក្រង់នេះគឺគេបំពាក់ optical fingerprint scanner វាមិនបានប្រភេទ ultrasonic ព្រោះយើងដឹងហើយទូរស័ព្ទដៃបំពាក់ ultrasonic ឬតែទូរស័ព្ទដៃមានតម្លៃថ្លៃជាងនេះក៏ប៉ុន្តែយ៉ាងណា optical fingerprint scanner របស់វាមានលក្ខណៈ scan បានល្អគួរសមល្បឿននឹងមានកម្រិតវាមិនប៉ះចេញដូចទូរស័ព្ទដៃថ្លៃទេក៏ប៉ុន្តែការ scan ហើយនឹងភាពច្បាស់លាស់នៃការ scan របស់វាគឺល្អគឺមួយចេញមិនមែនជាបញ្ហាទេអ្វីដែលខ្ញុំរៀងទៅចិត្តគឺការតម្លាក់កន្លែង scan fingerprint scanner នឹងនៅខាងក្រោមពេកគេគួរតែដាក់នៅខាងលើបន្តិចដើម្បីឲ្យវាស៊ីជាមួយនឹងដៃពេលយើងចាប់កាន់ទូរស័ព្ទឲ្យវាមានផាសុកភាពជាងនេះហើយការដាក់នៅក្រោមគឺយើងត្រូវ adjust ដៃរបស់យើងមកកាន់ទូរស័ព្ទដៃរៀងក្រោមមិនយើង scan បានអញ្ចឹង placement របស់ fingerprint scanner គឺខ្ញុំរៀងអត់សូវចូលចិត្តទេក៏ប៉ុន្តែអីទេយើងកាត់កងមកវិញជាមួយនឹង speaker មួយគូដែលមានគុណភាពខ្ពស់អ្នកទាំងអស់គ្នាមិននឹកស្មានថាទូរស័ព្ទដៃ mid range ហើយនឹងគុណភាព speaker វានេះល្អជាងទូរស័ព្ទដៃ flagship ខ្លះទៅទៀតខ្ញុំអាចនិយាយបានថាទូរស័ព្ទដៃនេះមានសម្លេងល្អជាង Vivo X200 Ultra Oppo Find X8 Ultra ខ្ញុំបានធ្វើទៀតបើមិនល្អជាងទេគឺដដំតសងគ្នាអ្នកទាំងអស់គ្នានឹងសប្បាយចិត្តនឹងរីករាយជាមួយនឹង speaker មួយគូនៅលើនេះគឺវាជះដេញពេញតិចស្អាតហើយការជះ stereo ក៏វាមានលក្ខណៈបែងចែកគ្នាដាច់ស្អាតដែរហើយមួយទៀតគឺការធាក់សាច់បាសកម្រិតធ្ងន់របស់វានឹងគឺដដំតសងស្អាតជាមួយនឹងសាច់ឆឹកមិនឲ្យខាងណាលឺជាងខាងណាទេគឺវាស្មើគ្នាស្អាតមែនទែនអញ្ចឹងខ្ញុំពេញចិត្តប្រព័ន្ធ speaker stereo មួយគូរបស់វានេះហើយខ្ញុំចង់ឃើញប្រព័ន្ធ speaker បែបនេះនៅលើទូរស័ព្ទដៃ mid range ដទៃទៀតដោយសារតែវាមិនថ្លៃក្នុងការដាក់ទេសំខាន់គឺក្រុមហ៊ុនទូរស័ព្ទដៃមួយនឹងចង់ដាក់ឬក៏អត់ព្រោះថា Honor ធ្វើបានហេតុអីក៏យើងធ្វើបានអញ្ចឹងពិតជាស្វាគមន៍មែនទែនជាមួយនឹងប្រព័ន្ធ speaker របស់វាហើយនឹងកញ្ចប់អេក្រង់ទាំងមូលតែម្ដងហើយយើងក៏លេចទៅមើលខាងលើគឺយើងឃើញ field shape កន្លែងកាមេរ៉ាដែលគេដាក់ហ្នឹងគឺគេចោះដូចនឹង dynamic island នៅលើទូរស័ព្ទដៃផ្លែប៉ោមអញ្ចឹងអ្នកទាំងអស់គ្នាតែនៅលើនេះគឺវាជាប្រភេទកាមេរ៉ាមុខមួយគ្រាប់ទៀតគឺជា depth sensor 2 megapixel ដែលវាជាជំនួយในការថតរូប portrait នៅខាងមុខអីហ្នឹងអញ្ចឹងហើយបានវារៀងវែងតិចជាង punch hole កាមេរ៉ានៅលើទូរស័ព្ទដៃធម្មតាអញ្ចឹងមកកញ្ចប់អេក្រង់គឺខ្ញុំអត់មានអីជាលក្ខណៈទើសទាល់ទេអ្នកទាំងអស់គ្នាគឺខ្ញុំពេញចិត្តមែនទែនជាមួយនឹងកញ្ចប់អេក្រង់របស់វាប៉ុន្តែគឺយើងអាចប្រើប្រាស់យ៉ាងមានទំនុកចិត្តហើយនឹងស្នាមញញឹមនៅលើមុខយើងរហូតតែម្ដងមួយទៀតគឺកញ្ចប់កាមេរ៉ាអ្នកទាំងអស់គ្នាកញ្ចប់កាមេរ៉ាគឺខ្ញុំ surprise មែនទែននៅលើនេះគេបំពាក់ lens ឲ្យយើងបាន3គ្រាប់គ្រាន់បើជាងទូរស័ព្ទដៃថ្លៃផ្សេងទៀតផង iPhone 17បាន12គ្រាប់ទេ iPhone Air បានតែ1គ្រាប់ទេនៅលើនេះ Honor ដាក់យើងបានប្រើ3គ្រាប់អ្នកទាំងអស់គ្នាហើយមួយគ្រាប់ main lens sensor របស់វាហ្នឹងគឺ200 megapixel ទៅទៀតជាមួយនឹង telephoto 50 megapixel aperture 1.9 ហើយមានប្រព័ន្ធ OIS មកជំនួយ telephoto របស់វាមានទំហំ50 megapixel f2.4 ជាប្រភេទ lens telephoto មាន optical zoom 3x ហើយនឹងមានប្រព័ន្ធ OIS មកជំនួយផងដែរ lens ចុងក្រោយគឺ12 megapixel f2.2 ជា lens ultra wide ហើយនឹងមានសមត្ថភាពថតយក field of view នោះបាន112 degree អញ្ចឹងវាពេញលេញអ្នកទាំងអស់គ្នាក្នុងកញ្ចប់កាមេរ៉ាមួយនេះវាផ្ដល់សមត្ថភាពចាប់យករូបភាពឲ្យអ្នកទាំងអស់គ្នាបានល្អមែនទែនគួរឲ្យសរសើរជាមួយនឹងកញ្ចប់កាមេរ៉ាហើយនឹងអ្វីដែលគេដាក់ឲ្យយើងប្រើប្រាស់សមត្ថភាពរបស់វាគឺមិនធម្មតាទេអញ្ចឹងរូបភាពរបស់វាហើយនឹងការថតចេញមកជាមួយនឹង main lens របស់វាគឺមានលក្ខណៈល្អមែនទែនខ្ញុំអាចនិយាយបានថាប៉ុណ្ណេះយើងអាចយកមកប្រើប្រាស់ជាកាមេរ៉ាប្រចាំថ្ងៃរបស់យើងបានហើយដោយសារតែការលើកដាក់ HDR របស់វាគឺបានល្អជាមួយនឹង main lens 200 megapixel របស់វាហ្នឹងវាមាន megapixel ធំហើយការចាប់យកសាច់ detail ចូលមកគឺបានល្អ color high end របស់គេក៏លើកដាក់ទឹកពណ៌បានស្អាតល្អដែរថតនៅពេលថ្ងៃអីគឺ make hue ស្ងាត់ស្អាតជាមួយនឹង shadow នៅកន្លែងងងឹតហ្នឹងក៏មិនឲ្យយើងមានអារម្មណ៍ថាវាងងឹតខ្លាំងបាត់ detail អីអស់ដែរធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថាការប្រើប្រាស់ HDR ហើយនឹងសមត្ថភាពចាក់ទឹកពណ៌សមត្ថភាពចាប់យកសាច់ detail របស់ប្រព័ន្ធកាមេរ៉ារបស់ Honor 400 Pro នេះគឺមានលក្ខណៈល្អយើងអាចយកទៅប្រើប្រាស់បានអ្វីទៅបិទទៅវាចាប់យក detail ហើយនឹងការចាក់ទឹកពណ៌របស់វាមិនបានល្អឥតខ្ចោះដូចទូរស័ព្ទដៃ flagship ដូចជា Vivo X200 Ultra Find X8 Ultra ឬក៏ iPhone 17 Pro Max អីផ្សេងៗហ្នឹងតែប៉ុន្តែយើងអាចយកមកប្រើប្រាស់បានទាំងអស់គ្នាកុំភ្លេចតែកញ្ចប់តម្លៃរបស់វាគឺតិចជាង2ដងនៃទូរស័ព្ទដៃ flagship ដទៃនោះប៉ុន្តែយើងអាចយកមកប្រើប្រាស់បានហើយវាមិនជាបញ្ហាទេ Ultra wide របស់វាក៏មានលក្ខណៈល្អដែរវាថតបាន112 degree វាមិនទូលាយខ្លាំងដូចនឹង lens ដទៃទៀតបានរហូតដល់119ឬក៏121 degree ប៉ុន្តែប៉ុណ្ណេះបានហើយអ្នកទាំងអស់គ្នាមកល្មមមកយើងអាចប្រើក្នុងកញ្ចប់តម្លៃប៉ុណ្ណេះការចាក់ទឹកពណ៌របស់វាក៏យើងឃើញថាវាមានលក្ខណៈល្អគួរសមដែរ HDR អីក៏នៅលើកដាក់បានលយគួរសមមិនសូវចាញ់ main lens អីប្រហែលទេអ្នកទាំងអស់គ្នាជាពិសេសការកាត់កងនៃការដកចេញនៃការកោងជីរូបភាពនោះគឺបានល្អមែនទែនឥឡូវនេះខ្ញុំតសើហើយយើងថត ultra wide វាគាត់នៅឃើញទលាយតែវាមិនកោងជីរូបភាពទេអញ្ចឹងឥឡូវនេះគឺយើងពិតជាស្វាគមន៍មែនទែនតែសាច់
detail វារៀងជ្រុះច្រើនបើយើងប្រៀបផ្ទឹមជាមួយនឹង main lens ដែលសារតែ megapixel ត្រឹមតែ12 megapixel ទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែទម្លាក់ការរំពឹងទុករបស់អ្នកទាំងអស់គ្នាបន្តិចពេលដែលថត ultra wide telephoto របស់វាមានទំហំ50 megapixel មាន optical zoom 3x ហើយនឹងការ zoom បុកចូលរបស់វាគឺមានលក្ខណៈល្អគួរសមអ្នកទាំងអស់គ្នាយើងអាចប្រើប្រាស់បានមកគួរសមមកល្មមព្រោះថាវាមាន megapixel ធំដែររហូត50 megapixel អញ្ចឹងសាច់ detail របស់វាអត់អីទេវាចាប់យកមកមាន detail បានល្អ HDR របស់វាខ្ញុំទៅសើគឺចាប់បានល្អដូចនឹង main lens អញ្ចឹងកន្លែងនេះគឺយើងស្វាគមន៍ហើយសម្រាប់ 3x នេះគឺយើងអាចថតបុកចូលបានរហូតទៅដល់ maximum ហ្នឹងគឺ 50x តែអ្នកទាំងអស់គ្នាត្រូវរំពឹងថាវាគឺជា software និងប្រព័ន្ធប្រសិទ្ធរូបភាពវាមកជំនួយច្រើនពេលដែលយើង zoom ចូលអស់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវរំពឹងថាវានឹងធ្លាក់ side detail ហើយនឹងគ្រប់អត់ចូលមកច្រើនហើយក៏តែខ្ញុំនិយាយតែដែរជាមួយនឹងការ review របស់ខ្ញុំផ្សេងទៀតដូចគ្នា telephoto lens គឺវាអាចមានសមត្ថភាពល្អឲ្យយើងចាប់យកអ្វីដែលនៅឆ្ងាយមកជិតឲ្យយើងមើលបានដូចជាការមើលលេខទូរស័ព្ទឬក៏ព័ត៌មានអីនៅពីចម្ងាយផ្លាកប៉ាណូអីហ្នឹងគឺយើងអាចមើលបានដោយមិនចាំបាច់ដើរទៅជិតទេបើគ្រាន់តែអ្នកនរគ្នាប្រើប៉ុណ្ណឹងអានេះគឺ C point តែម្ដងអ្នកនរគ្នាសម្រាប់សមត្ថភាពវីដេអូគឺវាអាចថតបានរហូតដល់ 4K 60 frame អ្នកនរគ្នាអញ្ចឹងវាល្អមែនទែនហើយវាគឺជាអ្វីដែលខ្ញុំចង់ឃើញទូរស័ព្ទដៃយ៉ាងតិចណាស់ក៏ត្រូវដាក់ឲ្យយើងថតត្រឹម 4K 60 frame ដែរមិនចាំបាច់ដាក់អ្វីដែលអត់ប្រយោជន៍ចូលមកដូច 8K អីហ្នឹងគឺអត់ត្រូវការទេត្រឹម 4K អីនេះគឺ aim តែម្ដងអញ្ចឹងសមត្ថភាពថតវីដេអូរបស់វាគឺអាចនិយាយបានថាលយអ្នកនរគ្នា side detail អីរបស់វាថតចេញពី lens main lens 200 megapixel នេះគឺមានលក្ខណៈច្បាស់ល្អដូចនឹងរូបថតអញ្ចឹងហើយការប្រសេសទឹកពណ៌របស់វាគឺបានល្អការស្រូបយក detail ក៏បានល្អហើយជាពិសេស HDR របស់វាគឺមិនឲ្យយើងខកបំណងទេជាមួយនឹងការលើកដាក់ទឹកពណ៌ជាមួយនឹងកន្លែង highlight ខ្ពស់ហើយនឹងមានពលឺតិចគឺវាមិនឲ្យរូបភាពរបស់យើងងងឹតផ្ទៃសឆ្ងាយពេកជាមួយនឹងការថតមេឃគឺវាមានការកាត់កម្ពុជាសាទឹកពណ៌របស់វាបានល្អមែនទែនការទប់លំនឹងគឺខ្ញុំសរសើរដែរអ្នកនរគ្នាគឺវាអាចទប់លំនឹងឲ្យយើងបានល្អបើយើងថតត្រឹម 4K 60 frame នេះវាជួយឲ្យវីដេអូរបស់យើងថតចេញមកវិញនេះទោះបីយើងដើរកាន់ថតធម្មតាក៏ដោយក៏មានសភាពទប់លំនឹងបានល្អដែរអញ្ចឹងឥឡូវនេះគឺយើងពិតជាស្វាគមន៍សមត្ថភាពថតវីដេអូរបស់វាកាមេរ៉ាកុំមុខគឺមានទំហំ50 megapixel អ្នកទាំងអស់គ្នាមាន aperture 2.0 ហើយនឹងមាន depth sensor របស់វានៅចិត្តមួយទៀតគឺ2 megapixel មាន aperture 2.4 ដែលជាជំនួយក្នុងការថតរូប portrait អញ្ចឹងកាមេរ៉ាកុំមុខរបស់វាគឺមាន megapixel គ្រប់គ្រាន់ដែលយើងថតបានច្បាស់ល្អអ្នកទាំងអស់គ្នាជាមួយនឹង side detail ចាំមកយើងបានច្បាស់មិនឲ្យ subject របស់យើងមានសភាពព្រាលទេកន្លែងនេះគឺគួរឲ្យសរសើរមែនទែនជាពិសេស HDR របស់វាពេលយើងថតមកនៅកន្លែងពេលមានពន្លឺខ្លាំងដូចជានៅមេឃខាងក្រៅអីក៏ subject យើងមុខយើងក៏នៅមានការភ្លឺល្អហើយមេឃរបស់យើងក៏នៅមានសភាពល្អយើងនៅតែអាចឃើញពពកឃើញអីបាន Q ស្ងាត់ធម្មតាដែរកន្លែងនេះគឺល្អមានន័យថា HDR របស់វាមានដំណើរការដូចទៅនឹង main lens នៅខាងក្រៅអញ្ចឹងកន្លែងនេះគឺជាអ្វីដែលយើងចង់បានហើយវាជាអត្តសញ្ញាណនៃកាមេរ៉ា lens ខាងមុខល្អមួយហើយ50 megapixel side detail មិនបាច់បារម្ភទេគឺវាចាប់បានល្អគួរសមហើយនឹងវាមានមុំទូលាយគួរសមឲ្យយើងប្រើប្រាស់អញ្ចឹងកន្លែងនេះអត់អីទេមក selfie អាចយកមកប្រើប្រាស់បានសម្រាប់វីដេអូគឺវាអាចថតបានរហូតដល់ 4K 30 frame អ្នកទាំងអស់គ្នាអញ្ចឹងវាមិនបាន60 frame តែប៉ុណ្ណេះអត់អីទេយើងអាចយកមកប្រើប្រាស់បានយ៉ាងណាក៏វាអនុញ្ញាតឲ្យយើងបានរហូតដល់ 4K ដែរសាច់រូបភាពជាមួយនឹងការទប់លំនឹងគឺយើងឃើញថាវាទប់បានល្អគួរសមដែរហើយណាមួយទៀតគឺវាមានសភាពទូលាយគួរសមពេលដែលយើងថតដើរអីគឺមិនចាំបាច់ដាក់ដៃទៅឆ្ងាយពេកទេអញ្ចឹងកន្លែងនេះគឺយើងស្វាគមន៍ទាំងសមត្ថភាពវីដេអូនិងទាំងសមត្ថភាពថត selfie ជាមួយនឹងកាមេរ៉ាខាងមុខអញ្ចឹងខ្ញុំគិតថាមកកញ្ចប់កាមេរ៉ាដែល Honor បានដាក់ឲ្យយើងប្រើប្រាស់នៅលើទូរស័ព្ទដៃ Honor 400 Pro នេះគឺមានលក្ខណៈល្អមែនទែនវាគឺជាប្រព័ន្ធកាមេរ៉ាមួយដ៏មានសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងទូរស័ព្ទដៃដែលមានតម្លៃប្រហាក់ប្រហែលអាចនឹងតម្លៃលឿននឹងផងដែលពេលខ្លះតម្លៃលឿននឹងឲ្យដាក់ lens មកតែ2ដាក់តែមួយឲ្យយើងប្រើប្រាស់ហ្នឹងគឺវាពិបាកមើលមែនទែនក៏ប៉ុន្តែសម្រាប់ទូរស័ព្ទដៃ Honor 400 Pro នេះពិតជាអាចយកមកប្រើប្រាស់ជាប្រព័ន្ធកាមេរ៉ាប្រចាំថ្ងៃរបស់យើងបានមិនមែនជាបញ្ហាទេអ្វីដែលយើងអាចយកមកប្រើប្រាស់បានជាប្រចាំថ្ងៃទៀតគឺប្រព័ន្ធប្រតិបត្តិការហើយនិងគុណភាពដំណើរការរបស់វាអ្នកទាំងអស់គ្នា Snapdragon 8 Gen 3នៅតែជា chip ខ្លាំងខ្ញុំបានធ្វើការ review ជាមួយនឹងទូរស័ព្ទដៃមុនដូចជា Meizu 20 Pro នៅ Snapdragon 8 Gen 2ទេក៏ប៉ុន្តែវានៅមានសមត្ថភាពខ្លាំងទម្រាំ8 Gen 3វាអាចបម្រើអ្នកទាំងអស់គ្នាបានគ្រប់កលៈទេសៈមិនមែនជាបញ្ហាទេ Snapdragon 8 Gen 3ជា chip ល្អមួយអ្នកទាំងអស់គ្នាជាពិសេសជាមួយនឹងដំណើរការនឹង Android 15ជាមួយនឹង Magic OS 9របស់ទូរស័ព្ទដៃ Honor 400 Pro នេះវាធ្វើឲ្យដំណើរការនៅក្នុងនេះមានសភាពរលូនតែម្ដងអ្នកទាំងអស់គ្នាបូកផ្សំជាមួយនឹងអេក្រង់ 120Hz ទៀតគឺដូចបើអញ្ចឹងអ្នកទាំងអស់គ្នាអូសទៅអ្វីដែលអ្នកទាំងអស់គ្នាអូសគឺទៅតាមដៃរបស់អ្នកទាំងអស់គ្នាបានស្អាតចាស់តែម្ដងអញ្ចឹងអានេះគឺយើងពិតជាស្វាគមន៍អញ្ចឹងការចេញចូលកម្មវិធីអីផ្សេងនៅលើទូរស័ព្ទដៃ 400 Pro នេះគឺស៊ីផុយវាមានសមត្ថភាពដូចទៅនឹងទូរស័ព្ទដៃ flagship ដទៃទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកុំមើល spec ហើយប្រើប្រាស់វាដូចគ្នាគឺមានអារម្មណ៍ដូចគ្នាមិនខុសគ្នាទេដោយសារតែភាពរលូនរបស់វាជាមួយនឹងអេក្រង់មាន refresh rate ខ្ពស់ហើយ OS ដែលមានការ optimization ល្អជាមួយនឹង hardware ដ៏ល្អ chip ដែលមានគុណភាពអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាមិនមែនជាបញ្ហាទេជាពិសេសខ្ញុំប្រើប្រាស់វាប្រហែលខែមកនេះហើយគឺខ្ញុំមិនដែលឃើញមានបញ្ហាទេហើយជាពិសេសអត់ដែល restart ម៉ាស៊ីនទេអ្នកទាំងអស់គ្នាគឺល្អមែនទែនទូរស័ព្ទដៃឥឡូវនេះគឺចាប់ផ្ដើមមានប្រព័ន្ធប្រតិបត្តិការល្អ
ទៅ Android มันដូចមុនទេអញ្ចឹងខ្ញុំមិនដែរ restart ទេខ្ញុំប្រើធម្មតាដោយទូរស័ព្ទដៃ iPhone អីចឹងគឺវាពិតជាមានសមត្ថភាពល្អមែនទែនហើយជាពិសេសបើយើងនិយាយពីការអ៊ំសិនខ្លាំងគឺយើងមានតែយក game មកតេស្តហ្នឹងឯងហើយ game ខ្ញុំបានតេស្តដោយទៅទូរស័ព្ទដៃ flagship ទៅទេចឹងប្រើ chip Snapdragon 8 Gen 3 ឬក៏ Snapdragon 8 Elite Dimensity 9400 9500គឺបានតេស្តអស់ហើយឃើញថាសមត្ថភាពវាគឺដូចទូរស័ព្ទដៃអស់នោះចឹងពេលនេះបានឃើញចឹងគឺ Mobile Legends គឺយើងអាចបើក graphic កប់ជាមួយនឹង frame rate ខ្ពស់ហើយលេងបានមិនមាន frame សូម្បីតែបន្តិចសោះឡើយ Zenless Zone Zero គឺជា game ធំមាន graphic ខ្ពស់បើក graphic ultra ឬក៏ high ហើយនៅតែលេងបាន60 frame per second ទៀតគឺឡើងគឺល្អមែនទែន Immortal Diablo បើក graphic high ultra លេងបាន60 frame ទី point តែម្ដងហើយចុងក្រោយគឺ Asphalt 9 ដែលជា game បណ្ដាំងឡានមាន graphic ស្អាតខ្ញុំបើក graphic កប់ជាមួយនឹង frame rate កប់លេងបាន smooth ល្អមែនទែនអញ្ចឹងមកកញ្ចប់ performance អ្នកនរគ្នាជាមួយនឹង chip របស់វាជាមួយនឹងប្រព័ន្ធដំណើរការនេះគឺមិនចាំបាច់បារម្ភទេអ្នកនរគ្នាអាចចាប់យកទូរស័ព្ទដៃ Honor 400 Pro ទៅប្រើយ៉ាងមានទំនុកចិត្តតែម្ដងហើយអ្វីដែលធ្វើឲ្យអ្នកនរគ្នាមានទំនុកចិត្តមួយទៀតគឺប្រព័ន្ធថ្មអ្នកនរគ្នានៅក្នុងនេះគឺគេប្រើប្រាស់ថ្មទំហំធំ 6000 mAh ជាប្រភេទថ្មថ្មី silicon carbon គេបំពាក់ថ្មក្នុងនេះមិនសំចៃដៃទេមិនដូចក្រុមហ៊ុនខ្លះទេ Samsung នៅលើទូរស័ព្ទដៃស៊េរីខ្ពស់របស់គេ S25 Ultra នៅបំពាក់ថ្មចាស់ជំនាន់មិនមែនជាប្រភេទ silicon carbon ទេហើយមានទំហំត្រឹមតែ 5000 mAh ទៀតកន្លែងនេះគឺស្រែងោងតែម្ដងអត់យល់ថា Samsung ចិត្តអីទេហើយខ្ញុំនៅតែបន្តនិយាយបែបនេះទៀតរហូតដល់ Samsung ធ្វើរឿងល្អជាងហ្នឹងនៅលើថ្មរបស់គេហើយលើថា M26 Ultra នេះគឺមកទៀតហើយ 5000 mAh បើសិនជារឿងហ្នឹងពិតប្រាកដមែនគឺអត់ដឹងត្រូវនិយាយថាមិនជាមួយនឹង Samsung ទេពិបាកមែនទែនហើយខ្ញុំគិតថាការលក់របស់គេនឹងធ្លាក់ចុះហើយបើសិនគេនៅតែបន្តធ្វើបែបនេះទៀតតែនេះមិនជាវីដេអូនិយាយពី Samsung ទេគឺជាវីដេអូនិយាយពី Honor 400 Pro អញ្ចឹង 6000 mAh នៅក្នុងនេះគឺល្អមែនទែនអ្នកទាំងអស់គ្នាជាពិសេសឆ្នាំងសាករបស់គេដាក់មកនៅក្នុងប្រអប់ស្រាប់ហ្នឹងគឺ100 W ទៀតគឺសាកចូលពី0ទៅ100នៅទូរស័ព្ទដៃនេះប្រើប្រាស់រយៈពេលមិនដល់1ម៉ោងទេគឺពេញវិញហើយអ្នកទាំងអស់គ្នាហើយនឹងការប្រើប្រាស់វាទៀតសោតគឺមានលក្ខណៈយូរមែនទែនអ្នកទាំងអស់គ្នា 6000 mAh គឺធំអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទាំងការប្រើប្រាស់ធម្មតា social media ថតកាមេរ៉ាលេង game អ្នកទាំងអស់គ្នាអាចប្រើប្រាស់វាយ៉ាងមានទំនុកចិត្តតែម្ដងវានឹងផ្លាស់ប្ដូរទម្លាប់នៃការសាកថ្មរបស់អ្នកទាំងអស់គ្នាហើយនឹងទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទដោយសារតែអាការភ័យនៃការអស់ថ្មគឺលែងមានលើនេះគឺខ្ញុំប្រើប្រាស់ទូរស័ព្ទមិនដែលគិតរឿងថ្មផងនិយាយទៅអស់ពេលណាសាកពេលហ្នឹងព្រោះតែសាកដោតតែមួយផ្លែ20នាទី30នាទីគឺពេញវិញហ្នឹងហើយយើងប្រើមកយូរមួយយ៉ាងធ្លាក់មិនតាន់ដល់20-30% ផងបើប្រើធម្មតាប្រចាំថ្ងៃវិញគឺដល់ផ្ទះនៅសល់ 40% ទៀតក៏មានដែរថ្ងៃខ្លះគឺវាល្អមែនទែនជាមួយនឹងប្រព័ន្ធថ្មរបស់វាហើយកន្លែងនេះគឺជាអ្វីដែលយើងស្វាគមន៍មែនទែននៅលើទូរស័ព្ទដៃផ្សេងទៀតជាពិសេស mid range អីហ្នឹងគឺដាក់ប្រព័ន្ធថ្មល្អបែបនេះមកគឺអ្នកប្រើប្រាស់ពិតជាអរគុណមែនទែនអញ្ចឹងកន្លែងថ្មមកកញ្ចប់របស់វាគឺអ្នកនរនេះមិនចាំបាច់បារម្ភទេទំហំថ្មធំសាកចូលលឿនហើយនឹងការប្រើប្រាស់គឺស្រកយឺតគឺជាក្តីសុបិនរបស់អ្នកប្រើប្រាស់ទូរស័ព្ទដៃតែម្ដងអញ្ចឹងអ្នកនរនេះឃើញថាខ្ញុំនិយាយល្អច្រើនជាមួយនឹងទូរស័ព្ទដៃ Honor 400 Pro នេះព្រោះថាវាពិតជាមានលក្ខណៈល្អមែនជាទូរស័ព្ទដៃដែលមានការញាត់ស្ពេចមកវិញល្អរូបរាងប៉និតអេក្រង់ល្អដំណើរការល្អថ្មល្អជាមួយនឹងប្រព័ន្ធកាមេរ៉ាដែលយើងអាចទទួលយកបានទៀតអ្នកនរនេះចាំបាច់មើលអីឆ្ងាយក្នុងកំឡុងពេលដែល Honor 500 Pro ចេញទៀតរបស់មកទឹកនឹងមានច្រើនហើយអ្នកនរនេះអាចចាប់យករបស់មកទឹកនោះអ្នកនរនេះនឹងទទួលបានទូរស័ព្ទដៃមួយដែលមានគុណភាពល្អហើយអ្នកនរនេះអាចទុកចិត្តអ្វីដែលខ្ញុំនិយាយបានព្រោះថាខ្ញុំប្រើទូរស័ព្ទដៃនេះផ្ទាល់ 3-4 ខែហើយដោយសារចង់តេស្តសមត្ថភាពទូរស័ព្ទដៃ mid range ក្នុងពេលបច្ចុប្បន្ននេះមានដំណើរការល្អយ៉ាងណាហើយអាមួយនេះគឺពិតជាមានដំណើរការល្អមែនអ្នកនរនេះអាចទុកចិត្តបានអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកនរនេះចូលចិត្តហើយបើសិនជាចូលចិត្តកុំភ្លេចចុច like និងសរសេរជាមតិយោបល់នៅខាងក្រោមផងថាអ្នកនរនេះគិតយ៉ាងណាដែរជាមួយនឹងទូរស័ព្ទដៃ Honor 400 Pro នេះហើយបើសិនជាចូលចិត្តកុំភ្លេចចុច subscribe ទាំងអស់គ្នាព្រោះថាវា free ទេសម្រាប់អ្នកទាំងអស់គ្នាតែវាជួយខ្ញុំបានច្រើនមែនទែនអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូរបស់ខ្ញុំថ្មីៗនៅពេលអនាគតទៀតអញ្ចឹងខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាទុកជាមុនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត